dục mình phèn mà mẹ thùng bật láng cái vô cái đam mà lụa trà nè bong ơi nhâm tinh ban pi cái lỗ mà cái lỗ tập buôn pon đấy nè trà cái đam sai sập tay mặt đòn trà hay ní cứ thao ôi khăn trà nè bong cái đam khai ní mình sâu chim nhìn khăn cục cái đam tì cái đam khác giờ khăn bong viết bài khao nhưng mà trôi bong nhâm vô taประเภทkhăn lường lọ chân vô mà nhang mì và ta khăn gì là cái khao cứ nhâm tục chào tay mặt đòn hay ngày ní tinh pi cái lỗ vô mà sầm ạt tục vô chuột khác vô slow khăn chân nè bong hay một nằng sầm ạt cái dương tramตะกอ ឲ្យវាស្លាប់សិនចានៅពេលស្លាប់ហើយចាំដកខាត់វាមកសបាយមកបងអត់ភ័យខ្លាចថាវាគៀបវាអីយើងទេចាពីមុនអត់ដឹងណាបងនិយាយថាបកទាំងក្តាមរស់គៀបដៃរហូតតែឥឡូវដឹងពីវិធីត្រាំតកកនេះគឺថាអត់ខ្លាចវាគៀបដៃទៀតទេហើយត្រាំតកកនេះតែទឹកលែងត្រជាក់វារស់វិញណាចាវារស់វិញបងអញ្ចឹងត្រាំវាគ្រាន់តែស្លាប់ទេចាអញ្ចឹងហើយយើងយកមកសម្អាតវាយកចាស់តូចក៏បានចាស់ធំក៏បានដែរមកដោះទាំងក្នុងទាំងក្រៅឲ្យស្អាតមកយើងលាងទឹកឲ្យស្អាតហើយចាំយើងបកវាបងចាយើងដោះវាហើយយើងលាងទឹកមកសាទៀតចាំយើងបកវាចាអានេះមុននឹងខ្ញុំយកមកតាមតកខ្ញុំលាងទឹកវាច្រើនទឹកដែរអញ្ចឹងណាអញ្ចឹងវាអត់សូវមានដីទេអញ្ចឹងយើងដោះវាហើយចាយើងយកលាងទឹកសាទៀតចាំបកទុកហើយថ្ងៃនេះគឺខ្ញុំយកធ្វើជ្រក់បងយកធ្វើជ្រក់ខ្លះយកស្លម្ជូរខ្លះអីចឹងទៅតែថ្ងៃនេះចាអត់បានបង្ហាញពីរបៀបធ្វើក៏ដូចជារបៀបស្លអីទេចាគឺមកបង្ហាញពីរបៀបសម្អាតក្តាមរបស់ខ្ញុំអញ្ចឹងណាបងទាំងអស់គ្នាហើយក្តាមខាងនេះសាប៊ូមេណាបងអើយនិយាយពីថាខ្លាញ់ពេញស្នូកតែម្ដងតែដូចខ្ញុំនិយាយអញ្ចឹងណាមិនខ្លាញ់ទាំងអស់ទេខ្លះខ្លាញ់ខ្មៅដូចក្នុងវីដេអូនេះអញ្ចឹងបងខ្លាញ់វាពណ៌ខ្មៅចេះគឺខ្ញុំអត់ញ៉ាំទេហើយសម្រាប់ការសម្អាតក្តាមគឺខ្ញុំយកនិយាយរួមអាសក្តិអីវាគិនគឺថាខ្ញុំយកចេញទាំងអស់តែម្ដងចាអត់ទុកទេបងហើយសម្រាប់ការជ្រក់ខ្ញុំអត់ជ្រក់ទាំងមូលអញ្ចឹងទេគឺខ្ញុំបកសម្អាតវាស្អាតហើយខ្ញុំយកទៅជ្រក់ដាក់កឡតែម្ដងវិធីជ្រក់របស់ខ្ញុំគឺថារក្សាទុកបានយូរបងចង់ញ៉ាំពេលណាយើងយកតែម្លីគ្រឿងមកជាការស្រេចចាំមើលវីដេអូក្រោយមានក្តាមខ្ញុំនឹងបង្ហាញពីរបៀបជ្រក់ក្តាមរបស់ខ្ញុំដែលបងអាចរក្សាទុកបានយូរចង់ញ៉ាំពេលណាក៏បានដែរអត់ខូចទេបងចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន